ផ្ទះរបស់ឯងទាំងយប់បែបនេះពួកយើងត្រឡប់ទៅវិញទៅវិញយើងពួកឯងបានឃើញហើយថានាងអាបនោះវាបានរត់តាមផ្ទះអាឌួងហើយក៏បានចូលទៅបាត់នៅក្នុងបន្ទប់កូនស្រីវាតែរឿងនេះត្រូវតែគិតឲ្យបានច្បាស់ហើយបើខ្មោចអាបនោះវាចេញទៅក្រោយផ្ទះអាឌួងហើយគេចខ្លួនទៅនោះដោយមិនបានឃើញបើហ៊ានចោទថានាងដាវមានន័យថាចោទខុសហើយក្រៅពីនាងដាវតើនៅមាននរណាទៀតខ្ញុំនៅសង្ស័យម្នាក់ទៀតណានាងអាបដែលពួកញោមដេញចាប់ទាំងយប់នេះមិនមែនជាយាយចាន់នោះទេមិនក៏ប្រគ្រូដឹងក៏ដែលដឹងព្រោះថាយាយចាន់មិនដែលចេញពីវត្តទេព្រះគ្រូចុះពេលនេះយាយច័ន្ទនៅឯណានៅឯព្រះវិហារពួកញោមទៅមើលចុះយាយច័ន្ទសាធុសាធុប្រហែលជាស្អប់នៃភូមិដែលបាននាំគ្នាឡើងផ្ទះរបស់យើងអត់ទេអ្នកដែលស្អប់គឺឯងបងកុំហៅយើងថាពុកឯងមិនមែនជាកូនរបស់យើងបងខ្ញុំគឺនាងដាវណាបងនាងដាវកូនរបស់បងនាងមិនមែនជានាងដាវទេនាងដាវកូនយើងស្លាប់យូរមកបងមិនពេលដែលគេមកពុកបានទៅបន្ទប់របស់កូនពុកបានដឹងរឿងរ៉ាវគ្រប់យ៉ាងមិនពេលដែលកូនចូលត្រឡប់មកវិញពុកចង់និយាយដល់អ្នកណាគឺឯងនេះហើយនៅអាបនោះបងពុកចិញ្ចឹមខ្ញុំតាំងតែពីក្មេងមិនក៏ពុកថាខ្ញុំជាអាបខ្ញុំមិនមែនទេបងវិជ្ជាកម្មពៀនមែនពុកប្រហែលជាមើលច្រឡំនឹងកូនតែពុកមើលឃើញខ្ញុំជាអាបវាស័ក្តិសមណាស់ពុកសម្រាប់ខ្ញុំមកចុះខ្ញុំសុខចិត្តស្លាប់អត់ទេយ៉ាងណានាងក៏មានសាច់ឈាមនាងនៅក្នុងរូបកូនដៅរបស់យើងមិនដាច់ចិត្តមិនថានាងមកពីណានោះទេយើងនឹងអត់ទោសឲ្យឆោតចេញទៅនេះពុកដេញខ្ញុំហ៎មែនឆោតចេញពីផ្ទះទៅមិនបានជាពុកចាក់ខ្មៅដាក់ខ្ញុំយ៉ាងនេះប្រាប់ថាឲ្យទៅមុននឹងយើងផ្លាស់ចិត្តសម្លាប់ឯងបង
ថាជាអ្នកណាការពិតគឺនាងទេហេហើយចុះយ៉ាងម៉េចបានជាយំសោកយ៉ាងនេះ យើងចង់យំក៏យំអញមិនសួរអីទេ ជលព្រមរួចចុះនេះចង់ទៅណា វាជារឿងរបស់យើងថាចេះ ដើរតែម្នាក់ឯងក៏ដើរយប់គ្មានអ្នកណាឃើញទេបើយើងមិនដើរឲ្យនាងរួចខ្លួននោះយើងមានតែល្ងងមកណែនាងគ្រាន់បានណាស់មែនទេ លេងយើងណា មកណែមក លេងយើង យើងមិនព្រមលេងទេ លេងយើង ចង់បាននាងធ្វើជាប្រពន្ធយើងយូរ លេង ហើ យើង យ ណាទៅ យើងមិនព្រមលេងទេ លេងយើងភ្លាម នៅឲ្យស្ងៀម លេងយើង នៅឲ្យស្ងៀមទៅ លេងយើង កុំរើ លេង នៅឲ្យស្ងៀម លេងយើងណាអីតោះ នៅឲ្យស្ងៀមទៅ អីទេ កុំរើ លេងយើង បងឡុងជួយខ្ញុំផងបងឡុង ដាវ បងឡុង ដាវអូនយំធ្វើអីអូននិយាយប្រាប់បងមកហេតុអីបានជាអូនមករកបងទាំងយប់យ៉ាងនេះ បងដាច់អូនចេញពីផ្ទះហើយ ហ៎ បងបាននិយាយថាអូនជាអាបមិនមែនជានាងដាវកូនរបស់គាត់ទេ ចុះហេតុអីទៅ អូនមិនដឹងទេអូនមិនដឹងថាហេតុអីបានជាពុកធ្វើដាក់អូនយ៉ាងនេះទេ គួរឲ្យចម្លែកណាព្រោះពីមុននេះទាំងស្រឡាញ់ទាំងបារម្ភគឺទុកដូចជាធីតាអញ្ចឹងពេលនេះបែរជាដេញអូនចេញពីផ្ទះ អូនមិនមានកន្លែងទៅទេមិនមានអ្នកណាទៀតឡើយបងលង បានហើយទុកឲ្យបងជាអ្នកមើលថែអូនចុះ យើងចង់ដឹងថាអ្នកណាជាអ្នកសម្លាប់ទៅអត់ទេយើងមិនដឹងទេ បែបនេះគឺយើងយល់ថាប្រកាសជាអាបសម្លាប់មិនខានទេសបោយខំ ខ្មោចនេះវាប្រកាសជានៅជាមួយនឹងពួកយើងជាមិនខាននៅក្នុងភូមិនេះ អ្នកណាចង់ធ្វើអីនឹងហ៎ អូលោកមេភូមិ ស្រុកទីមានច្បាប់មានវិន័យមានមនុស្សត្រូវគេសម្លាប់យ៉ាងណាក៏ត្រូវទៅតាមរោគឃាតករចាប់យកមកដាក់ទោសបញ្ជូនឲ្យសមត្ថកិច្ច វាជាខ្មោចមិនមែនជាមនុស្សទេលោកចង់ចាប់វាដល់របៀបណា មិនថាជាខ្មោចឬក៏ជាមនុស្សទេគ្មានអ្នកណាដឹងច្បាស់ឡើយអញ្ចឹងហើយបានជាយើងយល់ថាគួរតែតាមរោគឃាតករ
បើអញ្ចឹងយើងនឹងតាមរកឃាតករដោយវិធីរបស់យើង បើឯងមិនបង្កឲ្យមានបញ្ហាដល់អ្នកភូមិរបស់យើងទេនោះយើងក៏មិនរារាំងជាមួយឯងដែរ